Are you sure Are you sure តើអ្នកប្រកាសអត់ឬមួយក៏តើអ្នកច្បាស់អត់ចឹងនៅពេលដែលយើងចង់និយាយថាតើអ្នកច្បាស់អត់ឬមួយក៏តើអ្នកប្រកាសអត់យើងនិយាយថា Are you sure Are you sure យើងក៏អាចមាន clear បន្ថែមទៀតដែរយើងអាចនិយាយថា Are you sure about that តើអ្នកប្រកាសពីរឿងនោះអត់ Are you sure of what you said តើអ្នកប្រកាសពីអ្វីដែលអ្នកបាននិយាយដែរទេ Are you sure that she is coming តើអ្នកប្រកាសថានាងនឹងមកដែរទេពាក្យថា reveal មានន័យថាបើកបង្ហាញប្រាប់អ្វីដែលគេមិនដឹងពីមុនមកអញ្ចឹងយើងបើកបង្ហាញប្រាប់ឲ្យគេដឹងអានេះគេហៅ reveal ភាសាអង់គ្លេសណាជា verb ជាកិរិយាសព្ទហើយមួយទៀតពាក្យមួយទៀតគឺ secret គឺជារឿងសម្ងាត់រឿងអាថ៌កំបាំងអញ្ចឹងនៅពេលដែលយើងនិយាយថា reveal a secret មានន័យថាបើកបង្ហាញការពិតបើកបង្ហាញរឿងសម្ងាត់បើកបង្ហាញរឿងអាថ៌កំបាំងអញ្ចឹងឧទាហរណ៍ថាយើងនិយាយថា I'm going to reveal a secret ខ្ញុំនឹងបើកបង្ហាញការពិតអូខេខ្ញុំនឹងបើកបង្ហាញរឿងអាថ៌កំបាំងពីមុនមកមួយទៀតជា idiom យើងអាចនិយាយថា to let the cat out of the bag let the cat out of the bag ក៏មានន័យថាបើកបង្ហាញការពិតបើកបង្ហាញរឿងអាថ៌កំបាំង